ទីភ្នាក់ងារអង្គការសហប្រជាជាតិដៃគូអភិវឌ្ឍន៍និងវិស័យឯកជនកោតសរសើរសមិទ្ធផលកម្ពុជានិងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីននាព្រឹកថ្ងៃអង្គារទី8ខែមេសាឆ្នាំ2024នៅវិមានសន្តិភាពសម្ដេចមហាវត្តបតីហ៊ុនម៉ាណែតនាយកដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញដឹកនាំកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីសកម្មភាពមីននៅកម្ពុជាដែលមានការចូលរួមពីតំណាងភ្នាក់ងារអង្គការសហប្រជាជាតិដៃគូអភិវឌ្ឍន៍និងវិស័យឯកជនដើម្បីពិនិត្យវឌ្ឍនភាពការងារនិងកំណត់ទិសដៅឆ្ពោះទៅកាន់ការសម្រេចគោលដៅកម្ពុជាគ្មានមីនជាកិច្ចចាប់ផ្ដើមសម្ដេចមហាវត្តបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនិងការចូលរួមដ៏សំខាន់ពីគ្រប់ភាគីពាក់ព័ន្ធរួមមានទីភ្នាក់ងារអង្គការសហប្រជាជាតិដៃគូអភិវឌ្ឍន៍និងវិស័យឯកជននៅក្នុងការកាត់បន្ថយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃគ្រាប់មីននិងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមនៅកម្ពុជាសម្ដេចមហាវត្តបតីបានគូបញ្ជាក់អំពីសមិទ្ធផលគួរឲ្យកត់សម្គាល់ដែលកម្ពុជាសម្រេចបានរួមមានការដោះមីនការរំដោះផ្ទៃដីសង្ស័យមានមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសរុបមានចំនួន3,297 គីឡូម៉ែត្រក្រឡាកាត់បន្ថយអត្រាអ្នករងគ្រោះមនុស្សក្រោម50នាក់នៅក្នុងមួយឆ្នាំនិងប្រកាសខេត្តចំនួន15ជាខេត្តអស់មីនសម្ដេចមហាវត្តបតីបានសង្កត់ធ្ងន់ថាសមិទ្ធផលទាំងនេះបានធានាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋរាប់លាននាក់និងបានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាលំដាប់សម្ដេចមហាវត្តបតីបានលើកឡើងអំពីការអនុវត្តនៅកម្ពុជាដែលប្រែក្លាយពីប្រទេសដែលទទួលជំនួយផ្នែកសកម្មភាពមីនទៅជាប្រទេសដែលចូលរួមចំណែកយ៉ាងសកម្មនៅក្នុងប្រតិបត្តិការបោសសម្អាតមីនជាសកលតាមរយៈការដឹកជញ្ជូនកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនិងការផ្តល់វគ្គបណ្តុះបណ្តាលទៅលើជំនាញបោសសម្អាតមីនមនុស្សធម៌និងទៅកាន់បណ្ដាប្រទេសដែលរងផលប៉ះពាល់ដោយសារមីនក្នុងឱកាសនោះផងដែរភ្នាក់ងារអង្គការសហប្រជាជាតិតំណាងដៃគូអភិវឌ្ឍន៍និងវិស័យឯកជនបានអបអរសាទរនិងវាតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រាប់បានគួរឲ្យកត់សម្គាល់លើសកម្មភាពបោសសម្អាតមីននៅកម្ពុជាបន្ថែមពីនេះវាគ្មិនទាំងអស់ក៏បានកោតសរសើរដល់តួនាទីដ៏សកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិតាមរយៈការចូលរួមក្នុងសកម្មភាពបោសសម្អាតមីនមនុស្សធម៌ការចែករំលែកបទពិសោធន៍និងការវឹកវើទៅលើជំនាញបោសសម្អាតមីនមនុស្សធម៌ព្រមទាំងបានសង្កត់ធ្ងន់ថាបទពិសោធន៍ជោគជ័យរបស់កម្ពុជាគួរតែត្រូវបានចែករំលែកជាមួយនឹងបណ្ដាប្រទេសលើសកលលោកជាមួយគ្នានោះទីភ្នាក់ងារអង្គការសហប្រជាជាតិតំណាងដៃគូនិងវិស័យឯកជនក៏បានគូបញ្ជាក់អំពីការបដិញ្ញាបន្តគាំទ្រកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីននិងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមសម្ដៅការចូលរួមចំណែកសម្រាប់ឲ្យបាននៅគោលដៅកម្ពុជាគ្មានមីនមុននឹងបញ្ចប់សម្ដេចមហាវត្តបតីបានបញ្ជាក់សារជាថ្មីថាវិស័យសកម្មភាពមីននៅតែជាវិស័យអតិភិបរបស់រដ្ឋាភិបាលនិងកម្ពុជាបន្តខិតខំប្រឹងប្រែងដើម្បីឈានទៅកាន់សម្រេចបាននៅគោលដៅដែលបានគ្រោងទុកសម្ដេចមហាវត្តបតីបានលើកទឹកចិត្តទៅកាន់គ្រប់ភាគីពាក់ព័ន្ធឲ្យបន្តសហការគាំទ្រចូលរួមនិងយកចិត្តទុកដាក់ទៅលើការងារបោះសម្អាតមីនការអប់រំគ្រោះថ្នាក់នៃគ្រាប់មីនការជួយស្ដារនីតិសម្បទាជនរងគ្រោះដោយសារតែគ្រាប់មីនការអភិវឌ្ឍសហគមន៍ក្រោយពីការបោះសម្អាតមីនការពង្រឹងសកម្មភាពបច្ចេកទេសនិងឧបករណ៍ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ